របស់នៅលើផែនដីនេះវាអត់មានអីស្ថិតស្ថេរទេញាតិញោមត្រូវចាំវាគ្មានអីគង់វង្សយូរវែងទេដើមឈើបន្ទាប់ពីដុះលូតលាស់ធំហើយវាក៏ស្លាប់បាត់ទៅវិញមិនដែលមានដើមឈើណាដុះដល់មេឃទេព្រះអាទិត្យរះហើយក៏លិចទៅតាមច្បាប់ធម្មជាតិជីវិតមនុស្សយើងក៏ដូចគ្នាដែរគ្មានសេចក្តីសុខណាដែលនៅស្ថិតស្ថេររហូតទេហើយក៏គ្មានទុក្ខសោកណាដែលមិនចេះចប់មិនចេះហើយនោះដែរដូចគ្នាដែរជោគជ័យនិងបរាជ័យក៏មានពេលកើតមានឡើងហើយក៏គង់នឹងរលាយបាត់ទៅវិញមិនខុសពីអាយុសង្ខាររបស់មនុស្សដែលមានពេលកើតនិងមានពេលស្លាប់ដូចគ្នា